ចាប្រិយមិត្តរបស់យើងសំណួរជាបន្ទាប់នេះខ្ញុំនឹងសូមជូនសំណួរទៅកាន់លោកនាយកហងកំឈន់វិញម្ដងចាគឺដែលលោកនាយកអញ្ជើញមកពីវិទ្យាស្ថានជាអប់រំក៏ដូចជាលោកជាតំណាងខាងក្រសួងអប់រំយុវជននិងកីឡាចាលោកនាយកតកតងទៅនឹងការគ្រប់គ្រងនៅក្នុងស្ថាប័នសាលារៀនក៏ដូចជាការគ្រប់គ្រងដល់លោកគ្រូអ្នកគ្រូនៅក្នុងការអប់រំពិសេសវិញចាតើខាងក្រសួងអប់រំយុវជននិងកីឡាក៏ដូចជាវិទ្យាស្ថានជាអប់រំផ្ទាល់មានការគ្រប់គ្រងយ៉ាងដូចម្តេចដែរចាបាទសូមអរគុណសម្រាប់សំណួរសូមកែតិចបែបជាស្ថានជាអប់រំជាស្ថានជាអប់រំពិសេសបាទកុំឲ្យច្រឡំមួយខាងពេលបែបជាស្ថានជាអប់រំពិសេសបាទតែប៉ុតសំណួរនេះជាចំណុចស្នូលដ៏សំខាន់ដែលទូនាទីនៃភារកិច្ចរបស់ជាស្ថានជាអប់រំពិសេសហើយបាទអញ្ចឹងនាពេលបច្ចុប្បន្ននេះតើក្រសួងអប់រំជននិងកីឡាជួយកាត់ដាក់ទៅលើអីខ្លះចឹងចាប់តាំងពីក្រសួងចាប់ផ្ដើមឲ្យអនុញ្ញាតឲ្យមានថ្នាក់សមរណកម្មនៅអប់រំបរិយាបន្ននិងថ្នាក់អប់រំពិសេសមកគឺក្រសួងបានយកចិត្តទុកដាក់មែនទែនជាពិសេសផ្ដោតទៅលើការបណ្ដុះបណ្ដាលគ្រូក្នុងការបណ្ដុះបណ្ដាលគ្រូនេះខ្ញុំសូមបែងចែកវាមានច្រើនដែលខ្ញុំសូមផ្ដោតទៅលើ3រឿងសំខាន់គឺទី1យើងផ្ដោតទៅលើវិក្រិតការគ្រូដែលដែលកំពុងបង្រៀនសិស្សនៅតាមថ្នាក់អប់រំបរិយាបន្នគឺជាទូនាទីដ៏ចម្បងដែលនាយកដ្ឋានអប់រំក្រៅប្រព័ន្ធនិងបរិយាបន្នដើរតួសំខាន់មែនទែននៅក្នុងការវិក្រិតការលោកគ្រូទាំងអស់នោះឲ្យគាត់បានស្គាល់ក៏បានស្គាល់បានដឹងអំពីអ្វីទៅជាការអប់រំបរិយាបន្នអ្វីទៅពីការភាពបាទអញ្ចឹងពួកគាត់រាល់ថ្ងៃនេះកំពុងធ្វើគាត់បណ្ដប់ទៅលើច្រើនរាជធានីខេត្តមែនទែនដែលជាទូទីហើយទី2គឺផ្ដោតទៅលើការបណ្ដុះបណ្ដាលគ្រូសិស្សនៅតាមសាលាគរុកោសល្យមានដូចជាសាលាគរុកោសល្យនៅវិកតការខេត្តហើយនឹងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគបាទហើយនឹងក៏ដូចជានៅតាមវិទ្យាស្ថានជាតិអប់រំនិងនៅវិទ្យាស្ថានគរុកោសល្យផងដែរគឺមុនពេលដែលគាត់ខ្លាយទៅជាគ្រូបង្រៀនហ្នឹងគឺលោកគ្រូអ្នកគ្រូហ្នឹងត្រូវរៀនមុខវិជ្ជាមួយខ្ញុំហៅជាមុខវិជ្ជាចុះអឺគឺហៅមុខវិជ្ជាការអប់រំបរិយាបន្នបាទការអប់រំបរិយាបន្នហ្នឹងគឺអាស្រ័យទៅតាមសាលាមួយគាត់ជួនកាលគាត់រៀនអាចលើពី28ម៉ោងឬក៏គាត់អាចរៀនក្រោមនឹងប៉ុន្តែជាទូទៅសម្រាប់កម្មវិធីរបស់គេនេះគឺ28ម៉ោងគឺការណែនាំគរុសិស្សដែលមុនពេលគាត់ចេញហ្នឹងឲ្យដឹងអំពីស្អីទៅជាការអប់រំពិសេសស្អីទៅជាការអប់រំបរិយាបន្នស្អីទៅជាថ្នាក់សមរកម្មហើយប្រភេទពិការភាពថាតើប្រភេទពិការភាពស្រាលហ្នឹងយើងអាចជួយគាត់ដោយរបៀបណាហើយបើសិនជាប្រភេទពិការភាពដែលធ្ងន់ធ្ងរថាតើសាលាអាចជួយបានទេឬក៏រកដៃគូវិញអញ្ចឹងបាទហ្នឹងគឺជាផ្នែកមួយធំដែលក្រសួងបានធ្វើដោយឡែកមកវិទ្យាស្ថានជាអប់រំពិសេសវិញវិទ្យាស្ថានជាអប់រំពិសេសរាល់នឹងនាពេលបច្ចុប្បន្ននេះគឺយើងធ្វើរឿង3ព្រមគ្នាដែរគឺទី1គឺយើងបណ្ដុះបណ្ដាលគ្រូសិស្សដែលនឹងចេញទៅបង្ហាត់សិស្សនៅតាមវិទ្យាល័យអប់រំពិសេសនិងថ្នាក់សមរណកម្មដែលមានសិស្សពិការភ្នែកកោថ្លង់ឬក៏ពិការសតិបញ្ញានិង autism រៀនសិក្សារៀនសូត្រសូមជម្រាបដែរថារាល់ថ្ងៃនេះយើងមានវិទ្យាល័យអប់រំពិសេសហ្នឹងទៅដល់16គឺយើងមាននៅភ្នំពេញមាន2គឺនៅវិទ្យាល័យអប់រំពិសេសច្បារអំពៅនិងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីបាទនៅខេត្តបាត់ដំបងមាន1នៅកំពង់ចាមមាន1នៅសៀមរាបមាន1ហើយនឹងមាន1ដែរនៅខេត្តកណ្ដាលនៅក្រុងតាខ្មៅបាទប៉ុន្តែថាក្រុងតាខ្មៅគឺគាត់ផ្ដោតខ្លាំងមែនទែនទៅលើពិការសតិបញ្ញាបាទរីឯនៅកន្លែងផ្សេងដូចជានៅច្បារអំពៅគាត់មានតែកោថ្លង់ទេនៅសៀមរាបគាត់មានតែកោថ្លង់ទេបាត់ដំបងនាពេលបច្ចុប្បន្នមាន3ពិការភាពគឺមានកោថ្លង់ពិការភ្នែកនិងពិការសតិបញ្ញាបាទបើអញ្ចឹងទី1គឺវិទ្យាស្ថានយើងបណ្ដុះបណ្ដាលគ្រូសិស្សគឺគាត់អឺអាចជាគ្រូហើយតែគាត់ចង់មកបំពាក់បំពន់បន្ថែមដើម្បីចេញទៅអាចបម្រើការនៅវិទ្យាល័យអប់រំពិសេសគឺបណ្ដុះបណ្ដាលដើម្បីបង្រៀនសិស្សដែលមានពិការភាពបាទហ្នឹងទី1ទី2គឺយើងបណ្ដុះបណ្ដាលគ្រូឆ្នាំ2ឆ្នាំកន្លងមកនេះគឺយើងបណ្ដុះបណ្ដាលគ្រូមកពីថ្នាក់អប់រំសមរណកម្មគឺក្នុងគោលបំណងមួយឲ្យគាត់មានសមត្ថភាពដូចជាគ្រូនៅ
វិទ្យាល័យអប់រំពិសេសអញ្ចឹងមានន័យថានៅពេលដែលគាត់ចេញពីយើងទៅគាត់អាចបង្រៀនសិស្សនៅតាមអឺសាលាថ្នាក់សម្ព័ន្ធកម្មដែលជាដំណើរការដោយមន្ទីរអប់រំយុវជននិងកីឡាឬក៏ស្រុកខណ្ឌអញ្ចឹងទៅបាទទី3គឺវិទ្យាស្ថានដើរតួសំខាន់មួយទៀតក្នុងការវិក្រិតការគ្រូយើងឃើញថាទោះបីជាលោកគ្រូអ្នកគ្រូដែលគាត់បានបម្រើការនៅវិទ្យាល័យអប់រំពិសេសក៏ដោយបម្រើការនៅថ្នាក់អប់រំសមរណកម្មក៏ដោយអប់រំបរិយាបន្នដោយយើងឃើញថាគាត់ត្រូវការវិធីសាស្ត្រថ្មីថ្មីបន្ថែមរហូតដើម្បីជួយគ្រប់គ្រងគាត់ធ្វើម៉េចឲ្យគាត់មានសមត្ថភាពកាន់តែខ្លាំងកាន់តែល្អក្នុងការជួយសិស្សដែលមានពិការភាពដូច្នេះគឺវិទ្យាសាស្ត្រដើរតួសំខាន់នៅក្នុងការសិក្សាស្រាវជ្រាវនៅវិធីសាស្ត្រថ្មីថ្មីវិធីសាស្ត្របង្រៀនថ្មីថ្មីស្រាវជ្រាវនិងផលិតឧបករណ៍និងបច្ចេកទេសឧបករណ៍បង្រៀននិងរៀនថ្មីថ្មីសម្រាប់អ្នកដែលមានពិការភាពនិងទីផលិតនៅបច្ចេកវិទ្យាព័ត៌មានវិទ្យាថ្មីថ្មីដូចជាការធ្វើនៅ app ជាភាសាសញ្ញាដើម្បីទៅមិនក៏ដោយជួយគ្រប់គ្រងទៅដល់សិស្សដែលមានពិការភាពឲ្យហើយនឹងគ្រូដែលមានពិការភាពនឹងទទួលបានសេវានិងបង្កើនចំណេះដឹងអញ្ចឹងនេះជាចំណុចធំធំដែលយើងធ្វើដើម្បីដែលវិទ្យាស្ថានជាតិអប់រំពិសេសជំរាបរាប់ឲ្យត្រួសត្រាសដែលគាត់បានធ្វើការងារដើម្បីគ្រប់គ្រងនិងអភិវឌ្ឍការអប់រំបរិយាបន្នទៅដល់សិស្សដែលមានពិការភាពនៅក្នុងប្រទេសកម្ពុជាបាទសូមអរគុណ